Bah,ខ្ញុំបាទសូមគ្រប់ជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាអត់មានភួយសាច់រកភួយសម្លៃក៏បានក្រសួងជូនដំណឹងខេត្ត8នេះអាចចុះត្រជាក់ដល់ជាង10អង្សាចាប់ពីថ្ងៃនេះដល់ដើមខែកុម្ភៈនៅថ្ងៃទី30ខែមករាឆ្នាំ2026នេះក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសឲ្យបានដឹងថារបបខ្យល់មូសុងឥសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី30ខែមករាដល់ថ្ងៃទី1ខែកុម្ភៈឆ្នាំ2026មានលក្ខណៈដូចតទៅ1តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា32អង្សាសេខ្យល់បក់មកពីទិសដរនិងឥសានមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងសៀមរាបពោធិ៍សាត់កំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលស្វាយរៀងតាកែវនិងរាជធានីភ្នំពេញពុំមានភ្លៀងធ្លាក់ទេ2តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា17អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា31អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងឥសានមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តឧត្តរមានជ័យប៉ៃលិនព្រះវិហារក្រចេះរតនគិរីមណ្ឌលគិរីកំពង់ស្ពឺស្ទឹងត្រែងតំបន់ជួរភ្នំក្រវាញនិងជួរភ្នំដងរ៉ែកពុំមានភ្លៀងធ្លាក់ទេ3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា32អង្សាសេខ្យល់បក់មកពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោពុំមានភ្លៀងធ្លាក់ទេរលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្របាទហើយអត្ថបទព័ត៌មានដែលខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា